សួស្តីបងប្អូនឥឡូវនេះតម្លៃស្រូវរៀងល្អប្រសើរសម្រាប់ដំណាំឈូកតម្លៃឈូកក៏រៀងនឹងធឹងផងដែរបាទខ្ញុំចង់និយាយពីការកាត់បន្ថយចំណាយរបស់បងប្អូនកុំឲ្យមានការចំណាយលើសលប់បាទការកាត់បន្ថយចំណាយមិនមែនមានន័យថាឈប់ប្រើជីថ្នាំកសិកម្មនោះទេបងប្អូនស្ដាប់ឲ្យបានច្បាស់គឺចង់ជំរុញឲ្យបងប្អូនប្រើផលិតផលឲ្យត្រូវគោលដៅប្រើឲ្យមានប្រសិទ្ធភាពបាទត្រូវប្រើឲ្យត្រូវគោលដៅត្រូវពិភាក្សាជាមួយផ្នែកលក់ឲ្យបានច្បាស់ឲ្យបានត្រឹមត្រូវដំណាំស្រូវរបស់បងប្អូនកំពុងជួបបញ្ហាដំណាំឈូករបស់បងប្អូនកំពុងជួបបញ្ហាគួរតែពិភាក្សាជាមួយផ្នែកលក់ពាក់ព័ន្ធទៅលើបច្ចេកទេសបានច្បាស់សម្រាប់អាយុស្រូវ27ថ្ងៃ40ថ្ងៃឬក៏ឈូករបស់ផ្កាមួយបងប្អូនគួរតែប្រើផលិតផល3មុខខាងក្រោមនេះខ្ញុំនឹងចែករំលែកជូនបងប្អូនប្រើយ៉ាងមានប្រសិទ្ធភាពហើយកក់ក្ដៅជានិច្ចផលិតផលទី1គឺមហាផ្កាច្រើននិងកំពូលទនិចមហាកាន់ផ្លែបុកបញ្ចូលជាមួយគ្នាយ៉ាងមានប្រសិទ្ធភាពពេលដែលដំណាំចេញផ្ការួចឬក៏ជំរុញចេញផ្កាឬក៏ជំរុញដាក់សាច់ឲ្យផ្លែធំណែនធ្ងន់កើនផលបងប្អូនត្រូវតែយកចិត្តទុកដាក់កន្លែងមួយគឺជាកន្លែងដែលគេហៅថាបង្កើនផលយកចិត្តទុកដាក់ទៅលើការបង្កើនផលចំណាយតិចជាងមុនបង្កើនផលខ្ពស់ជាងមុនមិនមែនឲ្យបងប្អូនប្រើជីថ្នាំកសិកម្មតាមអារម្មណ៍អ្វីដែលបងប្អូននឹកឃើញទេត្រូវតែប្រើតាមបច្ចេកទេសអ្វីដែលផ្នែកលក់គាត់មានជំនាញច្បាស់លាស់មានជំនាញត្រឹមត្រូវយល់ដឹងពីផ្នែកកសិកម្មគាត់បានចូលវគ្គសិក្សាបានអនុវត្តផ្ទាល់ស្រាវជ្រាវការដាំដុះលើដំណាំបានអនុវត្តគេហៅថាសកម្មអញ្ចឹងនេះហើយគឺជាផលិតផលដែលល្អគឺនៅស្ថិតនៅក្នុងដៃគាត់បើមិនបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងពាក់ព័ន្ធទៅលើបច្ចេកទេសជាមួយខ្ញុំបាន